សិនជាគាត់ធ្វើតាមខ្ញុំមួយថ្ងៃពេញគឺខ្ញុំនឹងឲ្យគាត់ 50000 រៀលក៏ប៉ុន្តែខ្ញុំអត់ប្រាប់គាត់ទេហើយរាល់ពេលដែលគាត់ធ្វើតាមខ្ញុំម្ដងគឺខ្ញុំនឹងដកគាត់ 5000 រៀលវិញឥឡូវនេះដោយសារតែពួកយើងកំពុងធ្វើដំណើរតាមផ្លូវទៅខេត្តហើយខ្ញុំកំពុងគិតដែរថាតើខ្ញុំគួរធ្វើអីគេដំបូងគេនឹងចង់ដឹងថាតើគាត់ធ្វើដូចខ្ញុំអត់ហើយខ្ញុំក៏បានសម្រេចថាដោយសារតែពេលផឹកដែរចឹងខ្ញុំរកកាហ្វេផឹកយើងក៏បានទៅដល់កន្លែងហាងកាហ្វេខ្ញុំក៏បានប្រាប់គាត់ថាខ្ញុំចង់ញ៉ាំអីគេហើយខ្ញុំអត់ប្រាប់គាត់ថាឲ្យគាត់ order អីគេប៉ុន្តែខ្ញុំចង់ដឹងថាជាមួយគាត់ order ដូចខ្ញុំអត់បើសិនជាគាត់ order ខុសពីខ្ញុំគឺខ្ញុំនឹងដកលុយគាត់ 5000 រៀលវិញឥឡូវយើងចូលក្នុងឡានសិនមុននឹងយើងជិះកាហ្វេហើយខ្ញុំបានយក ice latte នេះមួយហើយដល់ពេលគាត់វិញគាត់យកice americano និយាយច្រឡំនិយាយតង់ពេកគាត់យក ice americano ចឹងមិនន័យថាគាត់ខុសពីខ្ញុំមួយឯងខ្ញុំត្រូវដកគាត់ 5000 នៅសល់ 45000 ទៀតប៉ុន្តែមួយថ្ងៃហ្នឹងគាត់មិនខុសតែមួយហ្នឹងឯងជាមួយតិចទៀតគាត់ខុសច្រើនជាងហ្នឹងទៀតចង់ដឹងថាចុងក្រោយគាត់នៅសល់លុយប៉ុន្មានពួកយើងក៏បានធ្វើដំណើរបន្តទៀតមកហើយពួកយើងក៏បានមកដល់ទីតាំងរបស់យើងពេលទៅដល់ហ្នឹងខ្ញុំមានអារម្មណ៍ថាយើងអប់សុកចឹងទៅខ្ញុំក៏សាកប្របួរគាត់លេងហ្គេមហើយនេះជាចម្លើយគាត់លេងហ្គេមអត់ចឹងដោយសារតែគាត់យល់ផងគឺខ្ញុំមកដល់លុយគាត់ទៅគឺនៅសល់ 45000 ដែរក៏ប៉ុន្តែទីទៀតខ្ញុំនឹងទៅបបួលគាត់ទៅហាត់ប្រាណចង់នឹងថាពេលដែលគាត់មកដល់លេងហ្នឹងគាត់នៅមានអារម្មណ៍ហាត់ប្រាណអត់ចាំយូរពួកយើងក៏បានចេញដំណើរបន្តទៀតហើយកាប់ទៅពេលជិះហ្នឹងគឺកម្រងចង់តែជិះមើលទេសភាពដើរលេងធម្មតាទេហើយខ្ញុំអត់មានកម្រងថាចង់ហាត់ប្រាណទេក៏ប៉ុន្តែដោយសារតែខ្ញុំចង់ដឹងថាតើគាត់នឹងចង់ហាត់ប្រាណអត់បើសិនជាពេលមកដើរលេងចឹងតោះមកក៏បានរកឃើញកន្លែងមួយដែលមានធម្មជាតិស្អាតហើយមានដើមឈើត្រជាក់ស្រួលទៀតហើយរៀងស្ងាត់ទៀតចឹងខ្ញុំក៏បានសាកសួរគាត់ថាតើគាត់នឹងហត់ហាត់ប្រាណជាមួយខ្ញុំអត់ឥឡូវដោយសារតែទេសភាពនៅនឹងស្អាតខ្ញុំចង់ហត់ហាត់ប្រាណព្រោះឥឡូវខ្ញុំពាក់អាវហាត់ប្រាណហើយនេះចឹងខ្ញុំបួលហាត់ប្រាណដែរហាត់ប្រាណអត់មើលបើជើងជួយយកមិនដោះជើងយ៉ាខ្ញុំដូចគ្នានឹងខ្ញុំពាក់អាបើជើងកពើដូចគ្នានឹងប៉ុន្តែចូលមកកន្លែងស្អាតហើយពាក់អាវកីឡាស្រាប់ហើយចឹងហត់ហាត់ប្រាណតិចណាហត់ដើម្បីសុខភាពខ្ញុំខំថាបានដូរគាត់ 5000 រៀលហើយតែមានណាចុងក្រោយគាត់ក៏សម្រេចថាហត់ហាត់ប្រាណដែរចឹងមិនន័យថាគាត់នៅសល់ 45000 ដដែលក៏ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យគាត់អស់ 5000 ទៀតមិនដែរហាត់ប្រាណមិនស្រួលណាអត់យ៉ាងណាតាខ្ញុំមិនដែរហត់ខ្លាំងធម្មជាតិចឹងហើយស្ងាត់ជាមកលឺសូទៅលេងសัตว์ឃើញលឺសូទៅសលេងសัตว์ចឹងឥឡូវរៀងអស់ខ្យល់ឯងមកភ្លៀងម្ដងបានពួកយើងហៀបចំរហូតទៅវិញយើងទៅវិញរហូតទិញឯផឹកឯងផ្ទះមកកណោទិញមួយផឹកទឹកក្រូចទឹកអីចឹងណាទឹកក្រូចច្បាច់អីចឹងផឹកអត់ផឹកអត់នៅផ្ទះមានកូកាអត់ទេញ៉ាំតោះទៅវិញហើយពួកយើងក៏បានធ្វើដំណើរឡើងមកទីក្រុងភ្នំពេញវិញឥឡូវនឹងចូលថ្ងៃទី2ហើយពួកយើងម្ដងពេញវិញដោយសារតែសម័យនេះខ្ញុំមិនដឹងថាខ្ញុំត្រូវថតរីកេតឬក៏ខ្ញុំត្រូវសួរគាត់រីកេតទេដោយសារទៅដល់ផ្ទះមានអារម្មណ៍ថាអត់សូវស្រួលខ្លួនឥឡូវនឹងវាចូលពេលថ្ងៃហើយពួកយើងត្រូវការផឹកកាហ្វេមួយទៀតហើយលើកនេះខ្ញុំនឹង suggest គាត់មកថាខ្ញុំចង់ផឹក green tea ជាមួយនឹង latte ក៏ប៉ុន្តែបើសិនជាគាត់យកអីខុសពីហ្នឹងគឺខ្ញុំនឹងដកលុយគាត់ព្រោះឥឡូវហ្នឹងគាត់នៅក្នុងបន្ទប់ office នោះហើយខ្ញុំប្រាប់គាត់ថាខ្ញុំមកក្រៅដើម្បីថតវីដេអូអីទីទួគាត់ដឹងថាខ្ញុំថតវាអីទេតោះឥឡូវយើងទៅសួរគាត់ទាំងអស់គ្នាទិញកាហ្វេមួយទៀតមកយក green tea espresso ផឹកអាហ្នឹងឆ្ងាញ់តាប្រកាសណាអត់ដល់ទេញ៉ាំហើយខ្ញុំយក green tea espresso ហើយយក latte អញ្ចឹងពួកយើងក៏បាន order កាហ្វេហ្នឹងមកអូខេអ្នកនរនេះអញ្ចឹងមិញគាត់ចោតយកហើយដោយសារតែគាត់អត់ព្រមយកតាមខ្ញុំទេគាត់យកអីផ្សេងទៀតខ្ញុំប្រាប់គាត់ទេថាខ្ញុំយក espresso latte ប៉ុន្តែគាត់ចង់ញ៉ាំកាហ្វេធម្មតាវិញចាំមិនន័យថាគឺខ្ញុំត្រូវដកគាត់ 5000 ទៀតហើយគាត់អត់ដឹងអីជាមួយចុងក្រោយខ្ញុំប្រាប់គាត់បន្ទាប់ពីបានកាហ្វេលើកទី2ហើយគឺគាត់នៅតែអត់ដឹងអញ្ចឹងថាខ្ញុំកំពុងធ្វើអីគេអញ្ចឹងឥឡូវយើងបូកលុយសរុបឲ្យប្រាប់គាត់ឥឡូវនេះគឺចុងបញ្ចប់នៃវីដេអូហើយដឹងខ្ញុំធ្វើវីដេអូអីអត់បាច់ឆ្ងល់អីច្រើនទេគឺខ្ញុំនឹងឲ្យគាត់ 35000 រៀលយកអត់ឲ្យអញ្ចឹងនេះគឺជាលុយដែលខ្ញុំបាញ់ឲ្យគាត់ហើយជារង្វាន់របស់គាត់ដែលគាត់ធ្វើតាមខ្ញុំយល់អត់យល់ហេតុអីខ្ញុំធ្វើអញ្ចឹងអត់និយាយទៅវីដេអូហ្នឹងចុះអត់ធ្វើតាមការមានមើលវីដេអូហ្នឹងខ្លួនឯង30000ក៏យកណាតែវីដេអូក្រោយខ្ញុំនឹងយកលុយគាត់វិញអស់